សួស្តីប្រិមិត្តជាទីមេត្រីព្រឹត្តិការណ៍ព័ត៌មានថ្ងៃនេះមូលហេតុប្រទេសហ្វីលីពីនឧស្សាហការរញ្ជួយដីនិងមានមនុស្សស្លាប់ច្រើនគិតត្រឹមព្រឹកថ្ងៃប្រហ័សទី2ខែតុលាឆ្នាំ2025នេះតួលេខមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដល់សាហាវនៅប្រទេសហ្វីលីពីនបានកើនដល់72នាក់ហើយនិង294នាក់រងរបួសខណៈក្រុមសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្ថែមជាមួយនឹងការគិតទុកជាមុនថាជនរងគ្រោះនឹងកើនឡើងលើសពីនេះទៀតតាមការផ្សាយរបស់ GMA News រញ្ជួយកម្រិតធ្ងន់ 6.9 វ៉ិចទ័របានវាយប្រហារទីក្រុង Bugo នៃខេត្ត Cebu នាវេលាម៉ោង 9:59 នាទីយប់នៅថ្ងៃអង្គារជាមួយនឹងជម្រៅ 5 គីឡូម៉ែត្រឥទ្ធិពលរបស់វាក៏ប៉ះពាល់ដល់មនុស្ស 179,959 នាក់ស្មើនឹង 47,221 គ្រួសារហើយជម្លៀសពលរដ្ឋ 20,000 នាក់ផងដែរនេះគឺជាវិនិស្សកម្មរញ្ជួយដីមួយទៀតវាយប្រហារហ្វីលីពីនដែលជាប្រទេសមួយឧស្សាហកម្មគ្រោះធម្មជាតិបែបនេះមែនទែនហេតុអ្វីហ្វីលីពីនឧស្សាហកម្មរញ្ជួយដីនោះគឺព្រោះតែទីតាំងភូមិសាស្ត្រហ្វីលីពីនស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិកដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើផែនដីផ្លាកតិចតូនិកសំខាន់ជាច្រើនបានជួបគ្នានៅទីនេះរួមមានផ្លាកសមុទ្រហ្វីលីពីនផ្លាកអឺរ៉ាស៊ីនិងផ្លាកប៉ាស៊ីហ្វិកម្យ៉ាងនៅហ្វីលីពីនមានតំបន់ស្នាមប្រេសនិងស្នាមប្រេសសកម្មទូចៗជាច្រើនទៀតលាតសន្ធឹងឆ្លងកាត់កោះនានាហើយក៏មានតំបន់ Subduction ដែលជាកន្លែងផ្លាកមួយលិចចុះក្រោមផ្លាកមួយទៀតព័ទ្ធជុំវិញប្រទេសផងដែរបង្កើតឲ្យមានការរញ្ជួយដីខ្លាំងឥតឈប់ឈរដោយសារអន្តរកម្មនៃផ្លាកទាំងនេះហើយទើបការរញ្ជួយដីទាំងជម្រៅរយៈនិងជ្រៅកើតឡើងជាញឹកញាប់ច្បាស់ណាស់ការរញ្ជួយដីជម្រៅរយៈនិងការបំផ្លិចបំផ្លាញធំធេងដោយសារតែវាបញ្ចេញថាមពលនៅជិតតំបន់ដែលមានមនុស្សរស់នៅមិនត្រឹមប៉ុណ្ណឹងហ្វីលីពីនក៏ប្រឈមនឹងហានិភ័យនៃការរញ្ជួយដីដែលអាចបង្កឲ្យមានរលកយក្សស៊ូណាមីផងដែរជាពិសេសនៅតំបន់ Subduction ឆ្នេរសមុទ្រប្រិយមិត្តជាទីមេត្រីហេតុអ្វីហ្វីលីពីនតែងតែមានមនុស្សស្លាប់ច្រើនដោយសាររញ្ជួយដីមូលហេតុគឺដោយសារប្រជាជនហ្វីលីពីនជាច្រើនគឺរស់នៅក្នុងទីក្រុងមានមនុស្សកកកុញណែនតាន់តាប់ដូចជា Manila, Cebu, Davao ដែលសុទ្ធតែស្ថិតនៅជិតតំបន់ស្នាមប្រេសកម្មចំណែកនៅតំបន់ជនបទផ្ទះសម្បែងច្រើនតែសាងសង់ដោយសម្ភារៈខ្សោយដូចជាឈើស្រាលឫស្សីឬបេតុងមិនសូវធន់រីឯនៅតាមទីក្រុងការសាងសង់លឿនពេកពេលខ្លះមិនខ្វល់ជាមួយស្តង់ដារធន់នឹងរញ្ជួយដីនោះដែលបញ្ហានេះហើយធ្វើឲ្យអគារនានាងាយបាក់រលំនាំឲ្យមានជនរងគ្រោះច្រើនលើសពីនេះការរញ្ជួយដីនៅហ្វីលីពីនអាចបង្កឲ្យមានបំណាក់ដីជាពិសេសតាមតំបន់ភ្នំនិងរលកយក្សស៊ូណាមីនៅតំបន់ឆ្នេរកត្តាទាំងនេះហើយទើបបណ្ដាលឲ្យហ្វីលីពីនមានមនុស្សស្លាប់ច្រើននៅក្នុងគ្រោះរញ្ជួយដី